តើនេះជាបញ្ហានិងដំណោះស្រាយនិងទង្វើដែលបងប្អូនតែងតែធ្វើវាជារៀងរាល់ឆ្នាំមែនទេ? វាជារឿងជ្រាំដែលដដែលៗហើយបងប្អូនដោះស្រាយវានៅតែមិនបានលទ្ធផលនូវអ្វីដែលចង់បាន មានចម្ការបងប្អូនមួយចំនួនគឺជួបនូវភាពបរាជ័យ ចឹងរាល់បញ្ហាទាំងអស់នេះនិងអាថ៌កំបាំងរបស់វាគឺស្ថិតនៅក្នុងវីដេអូមួយនេះ ខ្ញុំនឹងបកស្រាយប្រាប់ជូនបងប្អូនឲ្យបានយល់ ជាដំបូងខ្ញុំបាទធម្មជាតិបៃតងជាអ្នកយល់ដែលមានបទពិសោធន៍នៅលើដំណាំចន្ទីនេះជាច្រើនឆ្នាំកន្លងមក ដើម្បីឲ្យបងប្អូនទទួលបានភាពជោគជ័យនៅលើដំណាំចន្ទី គឺខ្ញុំសំណូមពរឲ្យបងប្អូនត្រឡប់ទៅមើលវីដេអូចាស់ៗដែលខ្ញុំបានផុសកន្លងមក បើសិនជាបងប្អូនយល់អំពីអត្ថន័យនៃខ្លឹមសារវីដេអូនីមួយៗនោះបានក្នុងកម្រិតប៉ុណ្ណា ភាពជោគជ័យរបស់បងប្អូនក៏បានទៅតាមកម្រិតនោះដែរ អញ្ចឹងរាល់ការធ្វើដំណាំចន្ទីឲ្យបានជោគជ័យមិនមែនពឹងផ្អែកស្ថិតនៅលើការបាញ់ថ្នាំដើម្បីដោះស្រាយនៅរាល់បញ្ហាដែលកើតមានឡើងឲ្យវាតែមួយមុខនោះទេ ពីព្រោះអីមានពេលខ្លះដំណាំចន្ទីគឺវាមិនអាចទទួលយកនៅសារធាតុថ្នាំដែលបងប្អូនបានផ្ដល់ឲ្យវាក្នុងកំឡុងពេលនោះទេ ដូចជាបងប្អូនទៅដាក់ថ្នាំឲ្យវាមិនចំគោលដៅ ខាតទាំងថវិកាទាំងពេលវេលាថែមទៀត អញ្ចឹងបើសិនជាបងប្អូនយល់ពីវាដ៏ច្បាស់នោះ វាជាចំណុចដ៏ពិសេសមួយ គឺតម្រូវឲ្យបងប្អូនស្វែងយល់អំពីដំណាំចន្ទីនិងស្គាល់វាឲ្យបានច្បាស់ដល់កម្រិតកំពូល បងប្អូននឹងទទួលភាពជោគជ័យនៅចំពោះមុខ ហើយការថែទាំគឺមិនពិបាកនឹងការថែទាំមួយខែ 2 ដង 3 ដង ឬ 4 ដងនោះទេ ពីព្រោះអីដំណាំចន្ទីបើបងប្អូនស្គាល់វាច្បាស់នោះបងប្អូនមិនពិបាកទេ ក្នុងការថែទាំវាអាចក្នុងកំឡុង 2 ខែ ឬ 3 ខែ ឬ 4 ខែ បងប្អូនបាញ់ថ្នាំឲ្យវាតែម្ដង គឺគ្រប់គ្រាន់សម្រាប់វាហើយ ហើយវានៅតែល្អ ហើយវានៅតែមានសុខភាពល្អខ្លាំង ហើយក៏មានប្រព័ន្ធការពាររាងកាយរបស់វា ទាំងផ្នែកជីវសាស្ត្រនិងផ្នែករាងកាយ ធន់ទៅនឹងអាកាសធាតុប្រែប្រួលខ្លាំង ដូចជាត្រជាក់ខ្លាំង ក្តៅខ្លាំង ឬទឹកភ្លៀងអាស៊ីត ភ្លៀងកក់ខែ រួមទាំងសត្វល្អិតនិងជំងឺថែមទៀតផង ហើយទិន្នផលនៅតែល្អ ដូច្នេះខ្ញុំសំណូមពរឲ្យបងប្អូនត្រូវតែស្គាល់វាឲ្យបានច្បាស់ កុំពឹងផ្អែកទៅលើការផ្ដល់ថ្នាំឲ្យវាជាចំណុចសំខាន់បំផុតនោះ ដើម្បីជៀសវាងនៅភាពបរាជ័យ សូមបងប្អូនស្វែងយល់ពីវាឲ្យបានច្បាស់ នោះភាពជោគជ័យគឺនឹងនៅចំពោះមុខបងប្អូនជានិច្ច រាល់ទង្វើនិងបច្ចេកទេសដែលខ្ញុំធ្វើកន្លងមក វាជាបច្ចេកទេសដែលមានបទពិសោធន៍ ហើយក៏ជាបច្ចេកទេសដ៏ចាស់កំរិលមួយដែរសម្រាប់ខ្ញុំ តែវាជាដំណឹងថ្មីនិងជាបច្ចេកទេសថ្មីសម្រាប់បងប្អូន ដើម្បីឲ្យយល់នៅក្នុងការថែទាំមិនសូវមានការបាញ់ថ្នាំទៅឲ្យវាញឹកញាប់នោះ គឺចំណេញទាំងពេលវេលា ចំណេញទាំងថវិកា ហើយដំណាំទទួលបានផ្លែផ្កាល្អ ការដោះស្រាយបញ្ហាបើសិនជាបាញ់ថ្នាំទៅឲ្យវារយៈពេល 2 ដងហើយចូលដល់កន្លះខែទៅ 20 ថ្ងៃហើយវានៅតែមិនចេញជីកលោតជាក្តឹបនោះ បានន័យថាសារធាតុថ្នាំនោះគឺពុំមានប្រសិទ្ធភាពឡើយ ហើយកុំដោះស្រាយថានេះវាជាបញ្ហាកត្តាសត្វល្អិតបំផ្លាញ ឬអាកាសធាតុ ឬជំងឺចូលមកបៀតបៀនវាឲ្យសោះ ពីព្រោះថ្នាំបើកាលណាវាមានប្រសិទ្ធភាពចំគោលដៅនៅអ្វីដែលវាចង់បាននោះ មិនថាអាកាសធាតុ ឬសត្វល្អិត ឬជំងឺនោះទេ គឺវាត្រូវតែលោតចេញនៅក្តឹប អញ្ចឹងរាល់ការដែលដោះស្រាយមិនចេញ វាជាចំណុចនៃការអសមត្ថភាពមួយ